ជំរាបសួរបងប្អូនដល់គ្នាបាទនេះគឺជា Kia Seltos 025បាទជាប្រភេទ option facelift បាទរៀងថ្មីបងប្អូនណាអញ្ចឹង Kia Seltos របស់យើងគឺអត់ដូចស៊េរីមុនទេបាទហើយប្រភេទនេះគឺប្រភេទ option full option បងប្អូនណាបើកដំបូលហើយមានប្រព័ន្ធប្រាំងអូតូបាទ sensor អីមុខក្រោយបញ្ឆេះពីចម្ងាយបានរថយន្តនេះអាចបញ្ឆេះពីចម្ងាយបានបងប្អូនណាហើយម៉ាស៊ីននេះគឺទំហំ 1.4 turbo បាទកម្លាំងសេសគឺ140សេសបងប្អូនណាបាទអញ្ចឹងស៊ីសាំងតិចបងប្អូនណាបាទហើយមានរ៉ាដាចាប់កន្លងផ្លូវអីមួយសេតតែម្ដងបាទអញ្ចឹងស៊េរីថ្មីនេះគឺផ្លាស់ប្ដូរពីស៊េរីមុនដាច់តែម្ដងហើយផ្នែកខាងក្នុងគឺ sport មែនតើហើយតបងប្អូនទទួលបានដបូលខ្មៅបងប្អូនណាប្រភេទពណ៌សបងប្អូនបានដបូលខ្មៅគឺជាមើលកញ្ចក់ហ្នឹងគឺជាឆ្វេងស្ដាំហ្នឹងគឺប្រភេទខ្មៅដូចគ្នាគឺ sport មែនតើហើយស្អាតខ្ញុំធានាថាស្អាតបងប្អូនមើលនៅក្រៅគឺស្អាតជាងនៅក្នុងទូរស័ព្ទដែលខ្ញុំបានថតទៀតបាទអញ្ចឹងបងប្អូនបាទមានចំណាប់អារម្មណ៍តាក់ទងមកផ្ទាល់បានអញ្ចឹងជាគៀងផ្នែកខាងមុខគឺការដាក់គឺ design ថ្មីបងប្អូនណាបាទប្រភេទ facelift មាន sensor មុខក្រោយហើយប៉ាណាផ្នែកខាងមុខគឺស្អាតមែនតើ grill Tiger Nose grill បាទហើយតិចខ្ញុំបង្ហាញបងប្អូនពីផ្នែកចំហៀងបាទយើងមើលពីផ្នែកចំហៀងវិញគឺស្អាតដូចគ្នាប្រភេទ Kia Seltos នេះគឺស្អាតមែនតើយ៉ាន់ស៊េរីថ្មីនិយាយទៅរូបរាងថ្មីបងប្អូនណាបាទហើយយើងចូលទៅដល់ផ្នែកខាងក្នុងហើយមុននឹងដល់ចូលផ្នែកខាងក្នុងបងប្អូនឃើញកន្លែងដៃទ្វារនេះគឺបានក្រមេប្រភេទ inox បាទគឺវាស្អាតលិចជាមួយនឹងប្រភេទកន្លែងចិត្តសុំទ្វារនេះបាទគឺវាអត់ធ្វើឲ្យអាឡានយើងអត់ឆាប់ចាស់ហើយវាមើលទៅស្អាតបងប្អូនណាបាទហើយនេះគឺជាផ្នែកខាងក្នុងបងប្អូនឃើញផ្នែកខាងក្នុងពណ៌ខ្មៅនេះស្អាតមែនតើបាទស្អាតបងប្អូនបាទផ្នែកខាងក្នុងហើយមានប្រព័ន្ធ option ច្រើនដូចជាបងប្អូនអាចតម្លាក់ភ្លើងចុះឡើងបានបាទហើយមានប្រព័ន្ធចាប់កន្លងផ្លូវបាទ smart cruise control adaptive cruise control មានទាំងអស់ហើយកុងទ័រប្រភេទ digital ជាប់គ្នាតែម្ដងអ្វីដែលពិសេសគឺដបបើកបាទនេះមានដបបើកពីរតង់ជាប់គ្នាហើយប្រភេទកៅអីពណ៌ខ្មៅស្អាត sport មែនតើហើយយើងមាន option ជាច្រើនទៀតមានដូចជាបងប្អូនឃើញ auto hold បាទប្រព័ន្ធ front electronic wireless charger drive mode បាទហើយយើងអាច view camera បានហើយប្រភេទមានកៅអីត្រជាក់ទាំងមុខផ្នែកខាងមុខហ្នឹងគឺ2តែម្ដងបាទអញ្ចឹង option ច្រើនបងប្អូនណាផ្នែកខាងចំហៀងក៏ការ design ស្អាតដែរអញ្ចឹងបងប្អូនមានចំណាប់អារម្មណ៍តាក់ទងមកផ្ទាល់បានបាទនេះគឺជាផ្នែកចំហៀងផ្នែកខាងក្រោយបាទផ្នែកខាងក្រោយយើងអង្គុយបានគ្នាទៅដល់3ទៅ4នាក់បាទអញ្ចឹងទូលាយមែនទែនបាទមានម៉ាស៊ីនត្រជាក់ក្រោយទៀតហើយផ្នែកពុកស្បែកគឺស្អាតដែលការ design ណា sport បងប្អូនហើយនេះគឺជាផ្នែកចំហៀងបាទផ្នែកចំហៀងស្អាតផ្នែកខាងក្រោយនេះគឺភ្លើងជាប់គ្នាស្អាតនិយាយទៅវាអត់ខុសពី Carnival ទេ stop ផ្នែកខាងក្រោយភ្លើងជាប់គ្នាដូចគ្នាបាទអញ្ចឹងបងប្អូនចាប់អារម្មណ៍តាក់ទងមកផ្ទាល់បានទំហំប្រវែងអីគឺធំបងប្អូនណាធំជាងប្រភេទស៊េរីមុនបាទអញ្ចឹងបងប្អូនមានចំណាប់អារម្មណ៍បាទធ្វើការតាក់ទងផ្ទាល់យើងមាន stock បងប្អូនបាទយើងមាន stock ពណ៌អសហើយនិងពណ៌ប្រផេះបាទអញ្ចឹងនេះ Kia Seltos បាទម៉ាស៊ីន 1.4 turbo បងប្អូនណាបាទអញ្ចឹងបងប្អូនមានចំណាប់អារម្មណ៍តាក់ទងមកផ្ទាល់បានអាចបញ្ឆេះពីចម្ងាយបានទៀតរថយន្តនេះ full option តែម្ដងអញ្ចឹងអរគុណបងប្អូនអ្នកគ្នាសម្រាប់ព័ត៌មានបន្ថែមតាក់ទងមកផ្ទាល់បាន